Hello កណូយេស៊ូសដែលអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយខ្ញុំបាទជីងយ៉ាងហ្គេមីងបាទនៅក្នុងថ្ងៃនេះដែរគឺខ្ញុំមកលេង server មីហ្គីតា MC មុននឹងចូលវីដេអូអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe ឲ្យខ្ញុំអ្នកមួយផងបាទតោះ Let's go into the video អ្នកទាំងអស់គ្នាไปចូល server មកឃើញ NPC ចំនួន3ត្រូវអ្នកគ្នាហើយនេះគឺជា server របស់កូនខ្មែរអ្នកទាំងអស់គ្នាបាទចូលមកហើយអ្នកគ្នានឹងឃើញនេះmap A map B ខ្ញុំលេង map A ខ្ញុំចុចលើ map A ចាំបន្តិចសិនទៅអ្នកទាំងអស់គ្នាបាទងំយើងទៅអ្នកគ្នាបាទឥឡូវគឺខ្ញុំបានចូលមកដល់ហើយពេលអ្នកទាំងអស់គ្នាកាត់មកនៅ spawn នៃសាខ្ញុំបាន random teleport ឲ្យអ្នកគ្នាឥឡូវយើងធ្វើការដើរទៅរកកន្លែង claim ដែរជាមួយនឹងធ្វើ base ទៅអ្នកទាំងអស់គ្នាអូនេះយើងអាចនឹងធ្វើបានហៅបានទៅនៅ episode ហ្នឹងកោដដៃយើងត្រូវធ្វើកន្លែង land យើងអ្នកគ្នាបាទឥឡូវយើងធ្វើការដើរទៅរកកន្លែង claim land ទៅតែម្ដងទៅអ្នកគ្នាបាទធ្វើការដើរតាមព្រៃព្រឹក្សារហូតទៅដល់អ្នកគ្នាបាទរហូតទៅដល់កណ្ដាលទឹកទន្លេមួយដែលមានឈ្មោះថាទឹកទន្លេមីគីតាបាទឥឡូវគណៈពេលនេះដែរយើងធ្វើការរៀបចំជិះទូកដើម្បីទៅរកកោះមួយដែលមានឈ្មោះថាកោះមីគីតាអ្នកទាំងអស់គ្នាបាទជុំទូកអត់រេអ្នកគ្នាឥឡូវធ្វើការជិះទៅអ៊ូលយកប់មានពពុះហើយមើលសកាច់កោតមើលរេអ្នកគ្នាវ៉ាវឥឡូវនេះយើងធ្វើការធ្វើដំណើរទៅបន្តទៀតយើងធ្វើដំណើរតាមកងគារហូតដល់កោះមួយដែលមានឈ្មោះថាកោះគីងកុងមីហ្គីតាឥឡូវនេះយើងបានមកដល់កោះមួយដែលមានឈ្មោះថាគីងកុងមីហ្គីតានៅលើភ្នំអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាឥឡូវយើងបានដើរធ្លាក់រំដៅរបស់មេតាន់ញៀអ្នកគ្នាបាទឥឡូវធ្វើការឡើងទៅលើវិញតែម្ដងទៅអ្នកគ្នាបាទនៅហើយអ្នកនេះឥឡូវខ្ញុំសូមធ្វើការដាក់របៀបប្រើប្រាស់ comment នៅក្នុង server មីហ្គីតាលើ screen នឹងតែម្ដងទៅអ្នកនេះបាទនៅហើយអ្នកនេះនេះគឺជា comment ខ្លះៗនៅក្នុង server មីហ្គីតាអញ្ចឹងវីដេអូនឹងចប់ត្រឹមនេះជួបគ្នានៅវីដេអូក្រោយតទៀតអ្នកនេះបាទ